បាទសួស្តីបងប្អូនអរគ្នាចឹងយើងមកតចំណោទលំហាត់ទី4ទំព័រទី35បន្តទៀតគឺគណនាផ្ទៃកាឡាដែលឆូតណាគណនាផ្ទៃកាឡាផ្នែកឆូតនិយាយទៅបាទអញ្ចឹងកុំឲ្យខាតពេលលោកគ្រូចូលទៅលំហាត់ទី1បាទលំហាត់កបាទអញ្ចឹងលំហាត់កនេះគឺគេឲ្យរូបធរនិមិត្តមួយដែលមានរាងអញ្ចឹងណាគាត់ណាបាទដែលមានរាងអញ្ចឹងនិយាយទៅដូចអក្សរ L អញ្ចឹងណាបាទចាក់កោណកាយមួយដែលមានរាងដូចអក្សរ L អញ្ចឹងបាទអញ្ចឹងកូនពិនិត្យមើលតើចាក់តកោណកាយហ្នឹងបើសិនជាយើងបាទបន្លាយរូបនេះមកចេះយើងបានជាអីបាទអក្សរ L ហ្នឹងណាអញ្ចឹងយើងបានវាជាចាក់តកោណកាយមួយបាទដែលមានបណ្ដោយវាគឺ20ម៉ែត្រហើយទទឹងរបស់វាគឺ12ម៉ែត្រអញ្ចឹងដើម្បីរកផ្ទៃកាឡាផ្នែកឆូតហ្នឹងយើងធ្វើម៉េចនេះកូនណាបាទអញ្ចឹងកូនដឹងហើយថាផ្នែកដែលផតនេះបើយើងបន្លាយទៅអញ្ចឹងយើងដឹងទទឹងវាគឺ7ម៉ែត្រចុះបណ្ដោយវាយើងរកឃើញកូនបណ្ដោយវាអញ្ចឹងបណ្ដោយវាយើងរកឃើញអត់ដោយយើងដឹងថាពីនេះមកដល់នេះ20ហើយពីនេះមកដល់នេះ6អញ្ចឹងកូនអាចរកប្រវែងបណ្ដោយរូបចតុកោណកែងដែលផតនេះឃើញអត់បាទអញ្ចឹងចតុកោណកែងដែលផតនេះងាយយើងរកឃើញណាកូនណាអញ្ចឹងយើងយកនេះប្រវែងសរុបនេះប្រវែងសរុបដកឲ្យប្រវែងនេះ6នេះចេញមកអញ្ចឹងកូនឃើញណាបាទជាបណ្ដោយចតុកោណកែងផ្នែកផតហ្នឹងណាអញ្ចឹងយក20ដក6មកស្មើ14អញ្ចឹងពីនេះមកដល់នេះ14ម៉ែត្រអញ្ចឹងដើម្បីគណនាផ្ទៃកាឡាផ្នែកឆូតនេះលោកគ្រូតាំងណាលោកគ្រូតាំងថាផ្ទៃដែលផតនេះលោកគ្រូតាំងដោយ A2 ហើយផ្ទៃផ្នែកឆូតផ្ទៃផ្នែកឆូតដែលគេឲ្យយើងរកនេះគឺលោកគ្រូតាំងដោយ A1 ហើយផ្ទៃកាឡាសរុបទាំងអស់នេះចតុកោណកែងទាំងអស់នេះគ្រូតាំង A អញ្ចឹងដើម្បីរក A1 ឃើញកូនយក A ដក A2 មកចឹងកូនឃើញ A1 អញ្ចឹងរក A យើងធ្វើម៉េចនេះចឹងកូនអាចរកឃើញណាដោយសារយើងដឹងហើយថាផ្ទៃកាឡាចតុកោណកែងយកបណ្ដោយគុណនឹងតតឹងអញ្ចឹងនេះបណ្ដោយយើងស្គាល់តែគាត់ណាបាទបណ្ដោយវាគឺ20ម៉ែត្រហើយទទឹងវា12ម៉ែត្របាទអញ្ចឹងកូនគណនាមកបាទអញ្ចឹងយើងយក20គុណឲ្យ12មកបាទ20គុណឲ្យ12បាទបន្ទាប់មកយើងដកនេះដកឲ្យផ្ទៃកាឡាដែលផតនេះបាទផ្ទៃកាឡាដែលផតនេះអញ្ចឹងផ្ទៃកាឡាដែលផតយើងស្គាល់ហើយក៏វាក៏ជាចតុកោណដែរកោណកែងដែរអញ្ចឹងយើងក៏ស្គាល់ប្រវែងបណ្ដោយប្រវែងទទឹងវាដែរអញ្ចឹងបណ្ដោយវា14ទទឹងវា7បាទអញ្ចឹងយើងគណនាមកអញ្ចឹង20ម៉ែត្រគុណឲ្យ12ម៉ែត្រនេះគឺស្មើនឹង240ម៉ែត្រការ៉េដកអញ្ចឹងយើងយក14គុណឲ្យ7នេះស្មើនឹង98ម៉ែត្រការ៉េបន្ទាប់មកកូនយកផ្ទៃកាឡា A ដកផ្ទៃកាឡា A2 មកណាអញ្ចឹងយើងយក240ម៉ែត្រការ៉េដក98ម៉ែត្រការ៉េអញ្ចឹងស្មើនឹង142ម៉ែត្រការ៉េអញ្ចឹងផ្ទៃកាឡាផ្នែកឆូតលំហាត់ទី4កនេះគឺស្មើនឹង142ម៉ែត្រការ៉េបាទតោះឥឡូវកូនតទៀតយើងចូលទៅលំហាត់ខស្តៀងនឹងលំហាត់កដែរណាកូនណាបាទគាត់ណាច្រាស់គ្នាទេបាទអញ្ចឹងគេប្រាប់គាត់តែគេប្រាប់មកទាំងអស់តែម្ដងយើងងាយគណនាជាងលំហាត់កបាទអញ្ចឹងផ្នែកផតនេះកន្លែងផ្នែកផតនេះពណ៌ដែលលោកគ្រូផាត់ពណ៌ផ្ទៃមេឃនេះគឺបណ្ដោយវា3ទទឹងវា2ម៉ែត្រដល់ពេលរូបទាំងអស់នេះបាទគឺ5ម៉ែត្រនេះ3ម៉ែត្រណាទទឹងវា3ម៉ែត្រអញ្ចឹងលោកគ្រូតាំងដូចគ្នាណាបាទលោកគ្រូតាំងរូបទាំងអស់នឹងជា A
ហើយផ្ទៃកលាផ្នែកឆូតដែលគេត្រូវឲ្យយើងរកនេះគ្រូផាត់ពណ៌ដូចឥតការ៉ូនេះគឺគ្រូតាំងដោយ A1 ហើយផ្នែកថតនេះដែលរូបដែលមាននៅក្នុងសភៅគឺចុចនេះគាត់ណាចុចនេះដោយ3ម៉ែត្រទៅ2ម៉ែត្រគ្រូតាំង A2 អញ្ចឹងมันខុសពីលំហាត់ទី1លំហាត់កទេលំហាត់ខហ្នឹងគ្រូតាំង A ដើម្បីរក A1 យកផ្ទៃកលា A ដល់ A2 បាទអញ្ចឹងយើងជំនួសលេខចូលមក A គឺ3 × 5ណាបាទដោយវា5ទៅតឹងវា3អញ្ចឹងយើងយក5 × 3ម៉ែត្រមក5ម៉ែត្រ × 3ម៉ែត្របាទហើយ A2 2ម៉ែត្រ × 3ម៉ែត្របាទអញ្ចឹងយើងគុណមកបាទ15 3 5ដង15ម៉ែត្រការ៉េណា5ម៉ែត្រ × 3ម៉ែត្រស្មើ15ម៉ែត្រការ៉េ3ម៉ែត្រ × 2ម៉ែត្រស្មើនឹង6ម៉ែត្រការ៉េហើយយើងយក15ដក6មកអញ្ចឹងស្មើនឹង9ម៉ែត្រការ៉េបាទអញ្ចឹងផ្ទៃកលា A1 ផ្ទៃកលា A1 នេះគឺស្មើ9ម៉ែត្រការ៉េបាទអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅលំហាត់កណាបាទលំហាត់កបាទអញ្ចឹងគេមានរូបអញ្ចឹងបាទគេមានរូបមួយបើយើងពិនិត្យទៅដូចសញ្ញាលេខបូកអញ្ចឹងណាបាទដូចសញ្ញាលេខបូកអញ្ចឹងហើយនេះគឺពេលខ្លះដូចជាសួនណាសួនច្បារដែលមានផ្លូវបែកជា4បាទអញ្ចឹងរូបហ្នឹងរាងជាការ៉េដែលមានជ្រុងវាអានេះ50សង់ទីម៉ែត្រ50សង់ទីម៉ែត្រមានន័យថាវាយពីនឹងមកហ្នឹង50សង់ទីម៉ែត្រប្រវែងពីនេះមកនេះ50សង់ទីម៉ែត្រហើយទទឹងបោះផ្ទៃដែលគេឆូតនេះពណ៌លោកផាត់ដាក់ពណ៌បៃតងណាក្នុងត្រូវគេដាក់ផ្ទៃឆូតអញ្ចឹងទទឹងវាគឺ10សង់ទីម៉ែត្រអញ្ចឹងអានេះ10សង់ទីម៉ែត្រទាំងអស់ណា10សង់ទីម៉ែត្របាទអញ្ចឹងគេឲ្យរកផ្ទៃកលាហ្នឹងបាទផ្ទៃកលាផ្នែកឆូតហ្នឹងអញ្ចឹងស្មើប៉ុន្មានបាទអញ្ចឹងដើម្បីរកផ្ទៃកលាហ្នឹងគឺលោកគ្រូតាំងដូចគ្នាបាទអញ្ចឹងផ្ទៃកលាទាំងអស់នេះលោកគ្រូតាំងដោយ A បាទអញ្ចឹងគាត់អាចរកផ្ទៃកលាទាំងអស់ឃើញទេមែនទេផ្ទៃកលាទាំងអស់រាងជាការ៉េអញ្ចឹងកាលណាការ៉េយើងធ្វើមិនគឺយើងយកជ្រុងគុណនឹងជ្រុងអញ្ចឹង A នេះគឺស្មើជ្រុងគុណជ្រុងបាទបន្ទាប់មកផ្ទៃកលាដែលផ្នែកឆូតនេះដែលលោកគ្រូផាត់ពណ៌បៃតងហ្នឹងលោកគ្រូតាំងដោយ A1 បាទតាំងដោយ A1 អញ្ចឹងលោកគ្រូអត់ដឹងថា A1 នេះលោកគ្រូរកវិធីណាទេនេះអត់ដឹងថារកដោយវិធីណាទេប៉ុន្តែនេះកូនមើលអាចចន្លោះនេះ A1 នេះបាទមាន4នេះចន្លោះ4ប៉ុណ្ណេះនេះក៏រាងជាការ៉េតូចមាន4ដែរបាទអញ្ចឹងកូនមើលពីនេះមកដល់នេះ50សង់ទីម៉ែត្រអញ្ចឹងពីនេះមកដល់នេះ10អញ្ចឹងកូនគិតមើលថាតើនេះពីនេះមកដល់នេះប៉ុន្មានអញ្ចឹង50នៅពេលដែលដកអានេះ10អញ្ចឹងមានន័យថាអានេះ20អានេះ20ណាបាទអញ្ចឹង A2 នេះជ្រុងរបស់វាគឺពីនេះមកដល់នេះ20ពីនេះមកដល់នេះ20នេះមកនេះ10អញ្ចឹងសរុបពីនេះមកដល់នេះ50តោះនេះកូនបាទអញ្ចឹងមានន័យថា A ទូចនេះ A2 ដែលលោកគ្រូតាំង A2 គឺជ្រុងរបស់វាស្មើ20សង់ទីម៉ែត្របាទអញ្ចឹងដើម្បីរក A1 យើងយក A ណាផ្ទៃកលាទាំងអស់ហ្នឹងដកឲ្យផ្ទៃកលា A2 ទាំង4ហ្នឹងមកបាទអញ្ចឹងកូននឹងឃើញផ្ទៃកលា A1 តោះអញ្ចឹងយើងមកខាតពេកយើងជំនួសមកអញ្ចឹង A1 បាទផ្ទៃកលាផ្នែកឆូតនេះលោកគ្រូតាំងដល់ A1 ដកឲ្យនេះស្មើផ្ទៃកលាទាំងអស់ផ្ទៃកលាសរុបបាទដែលយើងដឹងហើយថា50គុណនឹង50ដកឲ្យ A2 ប៉ុន្តែដោយ A2 មាន4អញ្ចឹងលោកគ្រូដាក់គុណនឹង4បាទអញ្ចឹងកូនជំនួសលេខចូលមកបាទអញ្ចឹង50សង់ទីម៉ែត្រគុណនឹង50សង់ទីម៉ែត្រនេះដោយសារ A2 នេះគឺជ្រុងរបស់វាស្មើ20សង់ទីម៉ែត្របាទអញ្ចឹងអានេះ20 20 20 20អញ្ចឹងជ្រុងវា20អញ្ចឹងយើងយក20គុណនឹង20ប៉ុន្តែដោយសារវាមាន4អញ្ចឹងយើងគុណនឹង4
ដោយសារ A2 មាន4ណាចឹងយើងគុណនឹង4មកចឹងស្មើបាទចឹង50គុណនឹង50សង់ទីម៉ែត្រនេះស្មើនឹង2500សង់ទីម៉ែត្រការ៉េហើយ20គុណនឹង20នេះស្មើ400សង់ទីម៉ែត្រការ៉េហើយយើងគុណ4ទៀតស្មើ1600សង់ទីម៉ែត្រការ៉េបាទតោះមកយើងយក2500សង់ទីម៉ែត្រការ៉េនេះដកឲ្យ1600សង់ទីម៉ែត្រការ៉េមកចឹងស្មើនឹង900សង់ទីម៉ែត្រការ៉េចឹងផ្ទៃកាឡាផ្នែកឆូតដែលមានសញ្ញាជាដូចលេខបូកហ្នឹងកូនបាទដូចលេខបូកហ្នឹងដែលយើងហៅថាជើងក្អែកនេះបាទអញ្ចឹងស្មើនឹង900សង់ទីម៉ែត្រការ៉េបាទអញ្ចឹងនេះគឺជាលំហាត់គោបាទឥឡូវយើងចូលដល់លំហាត់មួយទៀតគឺលំហាត់ខបាទលំហាត់ខនេះមានសន្តានដូចសួនដូចគ្នាណាសួនប៉ុន្តែរាងវាជាចតុកោណកែងបាទដែលមានប្រឡោះជុំវិញផ្នែកដែលគេឲ្យយើងរកផ្នែកឆូតហ្នឹងបាទផ្នែកឆូតហ្នឹងគឺប្រឡោះនេះគឺទទឹងវា3ម៉ែត្រទាំងអស់បាទ3ម៉ែត្រមួយជុំហ្នឹងគឺ3ម៉ែត្របាទហើយគេប្រាប់ណាប្រឡោះសួនទាំងអស់ហ្នឹងគឺមានអានេះទទឹងវា50ម៉ែត្របដោយវា100ម៉ែត្រអញ្ចឹងគេសួររកផ្ទៃកាឡាផ្នែកឆូតកដាលហ្នឹងតើស្មើប៉ុន្មានបាទអញ្ចឹងដើម្បីគណនាបានទី1យើងស្គាល់ទៅបដោយរូបទាំងអស់ហើយយើងស្គាល់ទៅតឹងរូបទាំងអស់ហើយប៉ុន្តែយើងស្គាល់ទៅតឹងរូបកដាលនឹងនៅផ្នែកឆូតនឹងនៅតើយើងស្គាល់បដោយផ្នែកឆូតនឹងនៅបាទអញ្ចឹងដើម្បីគណនាផ្ទៃកាឡាផ្នែកឆូតកដាលនឹងបានកូនត្រូវរកប្រវែងបណ្ដោយផ្នែកឆូតនឹងសិនមកបាទអញ្ចឹងកូនអាចរកឃើញទេអញ្ចឹងប្រវែងពីនេះមកដល់នេះ100បាទ100ម៉ែត្រអញ្ចឹងដកខាងនេះ3ម៉ែត្រដកខាងនេះ3ម៉ែត្រទៀតអញ្ចឹងសល់ប៉ុន្មានបាទអញ្ចឹងយើងដកខាងនេះ3ខាងនេះ3មកអញ្ចឹងយើងឃើញបណ្ដោយរូបផ្នែកឆូតហ្នឹងឯងមែនទេបាទអញ្ចឹងបណ្ដោយផ្នែកឆូតនេះរូបផ្នែកឆូតនេះលូតាំងដោយ A1 បាទលូតាំងដោយ A1 អញ្ចឹងបណ្ដោយវាគឺយើងយក100ដក3គុណ2នេះដោយសារខាងនេះក៏3ខាងនេះក៏3អញ្ចឹងលូដាក់គុណ2ទៅមកបើកូនគិតខ្លួនឯងគិតដកម្ដង3ម្ដង3ហ្នឹងក៏បានដែរណាបាទអញ្ចឹងដោយសារវាខាងនេះក៏3ខាងនេះក៏3លូយក3គុណ2ស្មើ6អញ្ចឹង100ដក6ស្មើ94ម៉ែត្រអញ្ចឹងប្រវែងបណ្ដោយ A1 ហ្នឹងអញ្ចឹងយើងស្គាល់បណ្ដោយហ្នឹងមែនទេបាទយើងស្គាល់បណ្ដោយឥឡូវនៅប្រវែងទទឹងយើងធ្វើម៉េចឥឡូវពីនេះបាទទទឹងរូបទាំងអស់នេះគឺ50ម៉ែត្រអញ្ចឹងកូនមើលពីនេះមកនេះ3នេះមកនេះ3អញ្ចឹងយើងដកខាងនេះ3ដកខាងនេះ3ដូចគ្នាមក50ដក3 6ណាអញ្ចឹង50ដក6អញ្ចឹងស្មើនឹង44ម៉ែត្របាទតោះមកយើងរកផ្ទៃកាឡាឃើញហ្នឹងមែនទេដោយសាររូបចតុកោណកែងអត់មានបាក់ទេរូបមន្តផ្ទៃដោយគុណនឹងទទឹងអញ្ចឹងយើងនោះលេខចូលមកអញ្ចឹងយក94គុណ100ណែ94ម៉ែត្រគុណនឹង44ម៉ែត្រណាអញ្ចឹងយើងគុណទៅគឺស្មើនឹងបាទ4134ម៉ែត្រការ៉េអញ្ចឹងផ្ទៃកាឡាផ្នែកឆូតហ្នឹងគឺស្មើនឹង4134ម៉ែត្រការ៉េបាទអញ្ចឹងរូបខាងក្រៅនេះយើងអត់ចាំបាច់ពាក់ព័ន្ធទេដោយសារអីវាយើងអត់ចាំបាច់រទេណាបាទអញ្ចឹងយើងទាញមិនឲ្យតែឃើញលំហាត់ខនេះយើងទាញមិនឲ្យតែឃើញប្រវែងបណ្ដោយរបស់ផ្ទៃកាឡារូបផ្នែកឆូតមកបាទទាញធ្វើម៉េចឲ្យឃើញទៅតឹងផ្នែកឆូតមកកូនគណនាទៅអញ្ចឹងឃើញបាទឃើញផ្ទៃកាឡាផ្នែកឆូតហ្នឹងបាទអញ្ចឹងយើងលោកគ្រូមានប៉ុណ្ណឹងទេតកតងនឹងចំណាត់លំហាត់ចំណោទទំព័រទី35ណាលំហាត់ទី4បាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាហើយបើមានចម្ងល់អីកូនខមមិនសួរក្រោមហ្នឹងទៅលោកគ្រូនឹង
ជួយបង្ហាញបន្ថែមបើសិនជាគ្រូអាចប្រាប់បានណាប៉ុន្តែលោកគ្រូជឿថាកូនៗអស់គ្នាអាចយល់ហើយណាអរគុណច្រើន